សួស្តីគឹមពធីស្វាគមន៍មករៀនរស់ podcast ដែលយើងនិយាយតាក់ទងពីគំនិតមួយចំនួនដែលអាចធ្វើជីវិតយើងកាន់តែប្រសើរតែអ្នកត្រៀមខ្លួនហើយនៅតាក់ទងពីអនាគតបើយើងមើលតាក់ទងពីពិភពលោកនេះគឺថាវាមានការផ្លាស់ប្ដូររហូតហើយយើងនៅក្នុងសម័យមួយដែលថាការផ្លាស់ប្ដូរវាថាលឿនមែនតើតាក់ទងពីទីផ្សារដូចទីផ្សារការងារហើយមួយទៀតគឺថាមាន technology ឬក៏បច្ចេកវិទ្យាផ្សេងៗដែលថាវាមានថ្មីៗរហូតណាហើយបើយើងមើលតាក់ទងពីការងារដូចថាតាក់ទងពីជំនាញដែលថាយើងរៀនសម្រាប់ការងារមួយគឺវាពិបាកមែនតើដើម្បីទស្សន៍ទាយថាអ្វីដែលយើងរៀនអ្វីដែលយើងជំនាញលើហ្នឹងគឺថាវាអាចមានប្រយោជន៍នៅពេលអនាគតព្រោះថាពេលដែលមាន technology ថ្មីអីចឹងហើយជាមួយតម្រូវការទីផ្សារផ្លាស់ប្ដូរគឺថាការងារមួយចំនួនគឺថាអាចបាត់បង់គឺថាវាអាចសាបសូន្យប៉ុន្តែអ្វីដែលល្អគឺថាវាអាចធ្វើឲ្យមានការងារថ្មីមួយចំនួនដែលថាពីមុនអត់មានហើយវាអាចមានហើយនេះមិនមែនជាអ្វីមួយថាយើងគួរភ័យព្រោះថានេះគឺជាអ្វីមួយដែលកើតឡើងរហូតព្រោះថាយើងមើលតាក់ទងពីប្រវត្តិសាស្ត្រនៃមនុស្សយើងប្រហែលពាន់ឆ្នាំមុនគឺថាវាតែមានការផ្លាស់ប្ដូររហូតក្នុងតាក់ទងការងារតែសំខាន់យើងត្រៀមខ្លួនឲ្យនៅព្រោះបើយើងមើលតាក់ទងពី technology មួយចំនួនដែលថាមានដូចថានៅសប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងណាវាមានដូចជាមនុស្សយន្ត artificial intelligence ដែលគេហៅថាបញ្ញាសិប្បនិម្មិតហើយ augmented reality អីចឹងទៅហើយ technology មួយចំនួនហ្នឹងគេចាប់ផ្ដើមយកមកប្រើក្នុងវិស័យមួយចំនួនដែរដូចឧទាហរណ៍ថា AI artificial intelligence ហ្នឹងគេអាចយកមកប្រើសម្រាប់ដូចថាការបើកឡានដោយខ្លួនឯងអីចឹងទៅហើយមួយទៀតគឺថាខ្ញុំឃើញព័ត៌មានប្រហែលជាប្រហែលអាទិត្យមុនចឹងឃើញគេយកមកប្រើសម្រាប់ជំនួសមេធាវីអីចឹងដែលថាគេត្រូវការមេធាវីអីចឹងណាបាច់ចាំសួរមេធាវីអីគឺថាសួរបញ្ញាសិប្បនិម្មិតឬក៏ AI ហ្នឹងគឺថាយើងបានចម្លើយហ្មងចឹងថាយើងបាច់ចាំអស់លុយច្រើនដូចមុនហើយក៏គេយកដូចថាមនុស្សយន្តយកមកប្រើក្នុងការវះកាត់អីចឹងទៅចឹងមានថាចំនួននៃអ្នកដែលត្រូវការចេះវះកាត់ហ្នឹងគឺវាអាចទៅជាងមុនអញ្ចឹងណាបើសិនបើគេយកមនុស្សយន្តយកមកប្រើកាន់តែច្រើនអញ្ចឹងទៅហើយទាំងអស់ហ្នឹងគឺថាពេលដែលវាមានអញ្ចឹងវាធ្វើឲ្យមានតម្រូវការវាតិចពេលដែលតម្រូវការតិចហើយយើងអ្នកមានសញ្ញាបត្រដែលថាចេះហ្នឹងច្រើនគឺថាវាប្រកួតប្រជែងខ្លាំងមែនតើត្រូវអត់ប៉ុន្តែអ្វីដែលល្អហ្នឹងគឺថាវាបង្កើតនៅការងារថ្មីមួយចំនួនដែរអានេះដូចឧទាហរណ៍ដូចលក្ខណៈ10ទៅ10ឆ្នាំមុនអញ្ចឹងណាមុនដែលពេលយើងមានបណ្ដាញសង្គមដូច social media ដូច Facebook អីចឹងទៅពេលហ្នឹងគឺថាពេលយើងចង់ផ្សព្វផ្សាយតាក់ទងពី business ឬក៏អីចឹងណាភាគច្រើនយើងធ្វើការជាមួយប៉ុស្តិ៍ទូរទស្សន៍ដើម្បីធ្វើពាណិជ្ជកម្មអីចឹងទៅហើយក៏យើងធ្វើ poster សម្រាប់ print ចែកចាយអីចឹងទៅប៉ុន្តែដល់ហើយទៅពេលដែលយើងមាន social media ហ្នឹងវាធ្វើឲ្យមានការផ្លាស់ប្ដូរវាមានបង្កើតជាការងារថ្មីមួយដែលគេហៅថា social media marketing គឺថាការធ្វើទីផ្សារទៅលើបណ្ដាញសង្គមហ្នឹងអញ្ចឹងមានថាការងារមួយចំនួននៅពេលអនាគតវាអាចច្រើនដែរអញ្ចឹងគេទស្សន៍ទាយអញ្ចឹងគឺវាអត់ទាន់មាននៅសប្តាហ៍ថ្ងៃហ្នឹងហើយវាពិបាកមែនតើព្រោះថាពេលដែលយើងទៅរៀនយកជំនាញមួយគឺថាវាដើម្បីការងារដែលមានឥឡូវហ្នឹងប៉ុន្តែការងារដែលមានឥឡូវហ្នឹងប្រហែលជាប្រហែលឆ្នាំក្រោយហ្នឹងវាអាចសាបសូន្យអញ្ចឹងយើងគួរធ្វើមិនអញ្ចឹងនេះគឺជាអ្វីមួយដែលថាខ្ញុំខំប្រឹងសិក្សាសម្រាប់ខ្លួនខ្ញុំដែរអញ្ចឹងណាហើយខ្ញុំចង់ចែកចាយឲ្យតាក់ទងពីគន្លឹះមួយចំនួនដែលថាខ្ញុំមកប្រើដែលថាអាចជួយខ្ញុំដើម្បីយកឈ្នះនៃការផ្លាស់ប្ដូរទាំងអស់ហ្នឹងទីមួយគឺថាយើងត្រូវចេះផ្ដោតទៅលើចំណេះដឹងជាក់លាក់ដែលគេហៅថា specific knowledge នេះគឺជា term មួយដែលថាខ្ញុំយល់ដឹងពីវិនិយោគមួយដែល3ដែលហៅថា Naval Ravikant Naval ហ្នឹងគាត់និយាយតាក់ទងពី specific knowledge គឺបើយើងនិយាយតាក់ទងពីចំណេះដឹងជាក់លាក់វាមិនមែនជាចំណេះដឹងមួយដែលថាវាងាយស្រួលក្នុងការបង្រៀនក្នុងការយល់ក្នុងការសិក្សាពីវាអានេះដូចឧទាហរណ៍ថាបើយើងនិយាយតាក់ទងពីចំណេះដឹងហើយមួយជំនាញជាធម្មតាយើងទៅរៀនជំនាញហ្នឹងក្នុងរយៈពេល4ទៅ6ឆ្នាំអីចឹងណាប៉ុន្តែយើងគិតថាបើថាខ្ញុំឥឡូវខ្ញុំយកជំនាញតាក់ទងពីការធ្វើទីផ្សារ marketing អីចឹងមួយឆ្នាំយើងគិតមើលបើថាសាលាសរុបលើពិភពលោកហើយជាមួយថានៅខ្មែរអីចឹងណាប្រហែល10000នាក់ដែលថារៀនចប់តាក់ទងពីជំនាញហ្នឹងមួយឆ្នាំហើយចឹងមានថាវាមានការប្រកួតប្រជែងខ្លាំងបើថាយើងចង់យកការងារតាក់ទងពីជំនាញអីមួយត្រូវអត់ព្រោះថាអ្វីដែលយើងចេះក៏មានគេចេះដែរអញ្ចឹងវាសំខាន់ដែលថាយើងចាប់ផ្ដើមផ្ដោតលើជំនាញឬក៏ចំណេះដឹងមួយចំនួនដែលថាវាជាក់លាក់ដែលថាភាគច្រើនគេដឹងហើយមួយទៀតគេថាវាពិបាកក្នុងការបង្រៀនព្រោះថាគេយកអាហ្នឹងទៅបរៀនគេធ្វើពិបាកហ្មងវាដូចឧទាហរណ៍ថាបើយើងចង់ធ្វើការលក់ដូចថា sale អញ្ចឹងបើយើងទៅរៀននៅសាលាប្រហែលជាគេប្រាប់ថាអូយើងនេះគឺជាកន្លឹះដែលថាយើងគួរធ្វើដំបូងយើងត្រូវណែនាំខ្លួនយើងត្រូវនិយាយនេះនិយាយនោះនិយាយនេះអីចឹងទៅប៉ុន្តែបើយើងចង់និយាយថាជាក់លាក់ចំណេះដឹងជាក់លាក់ទៅតងពីការលក់ហ្នឹងអ្នកខ្លះគឺថា
គាត់អត់ follow អស់ហ្នឹងហ្មងគាត់ធ្វើ trap តាមអស់ហ្នឹងប៉ុន្តែដូចថាគាត់ដូចថាទឹកមុខគាត់របៀបគាត់និយាយទឹកដំអីចឹងគឺថាអស់ហ្នឹងគឺថាពិបាកក្នុងការរៀនក្នុងការធ្វើ trap តាមមែនតើជឿមែនថាពេលដែលយើងចេះចំណេះដឹងមួយចំនួនថាវាជាក់លាក់គឺវាជួយយើងច្រើនហើយនេះមិនមែនត្រឹមតែជាការប្រកួតប្រជែងជាមួយមនុស្សផ្សេងៗប៉ុន្តែក៏អាចជាជាមួយ technology ដែរព្រោះថា technology មួយចំនួនពេលដែលបច្ចេកវិទ្យាហ្នឹងវាលេចចេញមកចឹងថា business គេយកមកប្រើ like ក្រុមហ៊ុនភាគច្រើនគេយកមកប្រើចឹងមានន័យថាវាអាចផ្លាស់ប្ដូរនៅការងារមួយចំនួនដែលវាអាចថាជាការងារដែលថាគេធ្វើដដែលឬក៏ការងារមួយដែលថាវាងាយស្រួលដែលថាគេស្រួលបរៀនចឹងថាគេអាចបរៀនយន្តគេអាចបរៀន AI ឬក៏គេហៅថាបញ្ញាសិប្បនិម្មិតហ្នឹងចឹងពេលដែលគេធ្វើចឹងទៅគឺថាវាអាចធ្វើឲ្យបាត់បង់ការងារយើងចឹងត្រូវអត់ចឹងថាបើអ្វីដែលយើងចេះគឺជាអ្វីមួយថាគេពិបាកបរៀនទៅមនុស្សផ្សេងឬក៏ទៅបច្ចេកវិទ្យាមួយចំនួនចឹងមានថាយើងមាន advantage យើងមានឥទ្ធិពលខ្លាំងព្រោះថាបើសិនជាអ្វីដែលយើងចេះឬក៏ជំនាញដែលយើងមានគឺជាអ្វីដែលថាគេងាយស្រួលបង្រៀននោះគឺថាវាមានការមិនធម្មតាមានការប្រកួតប្រជែងខ្លាំងប៉ុន្តែគេអាចយកអ្នកផ្សេងគេអាចយកបច្ចេកវិទ្យាយកមកផ្លាស់ប្ដូរការងារយើងចោលដោយតម្លៃថោកជាងនឹងទៅអញ្ចឹងបើយើងចង់ឲ្យធ្វើតម្លៃខ្លួនយើងកាន់តែខ្លាំងគឺចេះអ្វីមួយទៅថាវាពិបាកព្រៀនពិបាកចេះអញ្ចឹងយើងចាប់ផ្ដើមមានតម្លៃខ្លួនខ្លាំងហើយនឹងអំណាចតាក់ទងពីអ្វីដែលយើងធ្វើហ្នឹងទី2គឺថាយើងត្រូវមានទម្លាប់តាក់ទងពីការអភិវឌ្ឍខ្លួនពីមុនមកបើថាយើងនិយាយតាក់ទងពីការអភិវឌ្ឍខ្លួនឬក៏ការរៀនហ្នឹងយើងគិតថាទៅនៅសាលាយើងរៀន2-10ឆ្នាំហើយយើងរៀន4ឆ្នាំនៅមហាវិទ្យាល័យយើងរៀន2ឆ្នាំទៀតដូចថាយក master អីចឹងទៅប៉ុណ្ណឹងគឺចប់យើងចប់ហ្មងដំណាក់នៃជីវិតដែលថាការរៀននិងសិក្សាហ្នឹងគឺចប់ហើយគឺដល់ម៉ោងធ្វើការតែអ្វីដែលយើងភ្លេចអ្វីហើយជាអ្វីមួយដែលយើងគួរផ្លាស់ប្ដូរហ្នឹងគឺថាការអភិវឌ្ឍខ្លួនគឺមិនមែនតែក្នុងសាលាក្នុង6ទៅ8-10ឆ្នាំហ្នឹងឯងប៉ុន្តែវាជាអ្វីមួយដែលថាយើងគួរធ្វើឡើងក្នុងមួយជីវិតហ្មងYuval Noah Harari ដែលគាត់ជាអ្នកសរសេរសៀវភៅមកល្បីម្នាក់ដូចសៀវភៅ Sapiens អញ្ចឹងណាគាត់ប្រាប់ថាពិភពលោកនេះគឺសម័យនេះគឺថាមានការផ្លាស់ប្ដូរលឿនខ្លាំងវាអត់អាចដូចពីមុនទេតែថាពីមុនបើថាយើងចេះជំនាញមួយអញ្ចឹងយើងអាចធ្វើការតាក់ទងពីជំនាញហ្នឹង30-40 ឆ្នាំដល់យើងចូលត្រែកអញ្ចឹងទៅប៉ុន្តែឥឡូវនេះគឺថាយើងត្រូវមានទម្លាប់មួយគឺយើងត្រូវចេះដូចថាអភិវឌ្ឍខ្លួនហើយនឹងផ្លាស់ប្ដូរអត្តសញ្ញាណយើង20ឆ្នាំម្ដងអញ្ចឹងន័យថាដោយសារការងារមួយចំនួនវាអាចបាត់ហើយការងារមួយចំនួនវាមានថ្មីអញ្ចឹងយើងត្រូវតែផ្លាស់ប្ដូរតាមហ្នឹងទៅយើងអភិវឌ្ឍតាមហ្នឹងទៅដូចឥឡូវហ្នឹងដូចថាជំនាញរបស់ខ្ញុំគឺអ្នកធ្វើ marketing អញ្ចឹងទៅជំនឿថា20ឆ្នាំក្រោយខ្ញុំអាចធ្វើជា doctor 20ឆ្នាំក្រោយបន្តទៀតខ្ញុំអាចធ្វើជាអ្នកចម្រៀងអីចឹងទៅវាអាចមានការផ្លាស់ប្ដូរចឹងហូបព្រោះថាតម្រូវទីផ្សារផ្សេងហើយណាមួយគឺថាការយល់ដឹងពីខ្លួនយើងក៏វាផ្លាស់ប្ដូរចឹងទៅចឹងក៏យើងក៏អាចគួរអភិវឌ្ឍខ្លួនយើងតាមនឹងចឹងទៅពេលដែលយើងធ្វើការផ្លាស់ប្ដូរយើងអភិវឌ្ឍខ្លួនយើងមានជំនាញថ្មីហើយមិនថាមានជំនាញគឺថាយើងចេះច្បាស់លាស់តាក់ទងពីអាហ្នឹងទៅចឹងវាសំខាន់មែនតើថាយើងចាប់ផ្ដើមមានទម្លាប់និងមានផ្នត់គំនិតតាក់ទងពីការអភិវឌ្ឍខ្លួនយើងហ្នឹងយើងកុំគួរជឿជាក់ខ្លាំងពេកតាក់ទងពីអ្វីដែលយើងរៀនហ្នឹងថាវាជាអ្វីមួយដែលថាជួយយើងឲ្យមានការងារដល់40-50 ឆ្នាំបើមិនជាយើងអភិវឌ្ឍខ្លួនយើងទៅមុខទេគឺពេលដែលពិភពលោកផ្លាស់ប្ដូរគឺថាវាពិបាកតែហើយពិភពលោកនឹងផ្លាស់ប្ដូរទៅចំណុចទី3គឺថាយើងត្រូវចេះស្រាវជ្រាវនិងយល់ដឹងតាក់ទងពីបច្ចេកវិទ្យាយើងត្រូវមើលថាបច្ចេកវិទ្យាណាខ្លះដែលថាវាចាប់ផ្ដើមមានឡើងហើយយើងអាចយកអានោះមកប្រើយើងមកចេះប្រើហើយចេះ leverage ហ្នឹងគឺថាវាដូចថាមិនមែនយើងយកមកប្រើសម្រាប់ខ្លួនយើងទេប៉ុន្តែយើងយកមកប្រើយើងគិតថាបើយើងចង់យកអានោះមកបម្រើលក្ខណៈដូចbusiness យើងឬក៏ការងារយើងដែលយើងមានសប្តាហ៍ថ្ងៃហ្នឹងតើយើងគួរចេះអីខ្លះត្រូវអត់ដូចឧទាហរណ៍ថាអ្នកនៅ Facebook មួយត្រូវអត់មួយគឺជាអ្នកលេង Facebook បើកមកអានអីចឹងមួយទៀតគឺអ្នកsocial media marketer ដែលថាគាត់ធ្វើការទីផ្សារតាក់ទងលើ Facebook អីចឹងមានន័យថាពេលដែលយើងចេះ technology មិនត្រឹមតែត្រូវចេះក្នុងការប្រើប្រាស់វាធម្មតាដូចអ្នកប្រើធម្មតាប៉ុន្តែយើងត្រូវចេះគិតថាយើងអាចយកnóមកបម្រើតម្រូវការងារហើយតម្រូវការ business យើងមិនដែរយើងក៏មានកំណត់មួយថាពេលដែលយើងចាស់ទៅ
បច្ចេកវិទ្យាទាំងអស់ហ្នឹងគឺសម្រាប់តែក្មេងៗដល់តែក្មេងបានគួរចេះប្រើនៅ technology អញ្ចឹងណាមិនថាយើងអាយុប៉ុណ្ណាក៏ដោយបើថាយើងនៅតែចង់មានតម្លៃឬក៏យើងចង់នៅតែត្រៀមខ្លួនយើងធ្វើឲ្យយើងដូចថាមានឥទ្ធិពលខ្លាំងនៅក្នុងពេលវេលាណាមួយនៅពេលអនាគតហ្នឹងគឺមិនថាអាយុប៉ុណ្ណាទេគឺយើងគួរតែរៀននិងយល់ដឹងតាក់ទងពី technology ថ្មីដល់អញ្ចឹងទៅគឺវាធ្វើឲ្យយើង relevant ទៅលើ society ហ្នឹងដែរអូខេនេះគឺជាគន្លឹះ3ដែលថាយើងចង់ធ្វើឲ្យខ្លួនយើងរួចរាល់នៅពេលអនាគតមិនធម្មតារួចរាល់ប៉ុន្តែធ្វើឲ្យខ្លួនយើងវាជាបុគ្គលម្នាក់ដែលខ្លាំងហើយមានតម្លៃខ្លួននៅពេលអនាគតថាលោក change ជំនួយក្រោយទីមួយគឺថាមានចំណេះដឹងដែលជាក់លាក់ថាគេពិបាកយកអាហ្នឹងយកមកបង្រៀនគេផ្សេងមិនថាមនុស្សឬក៏ technology អីចឹងទី2គឺថាយើងត្រូវចាប់ផ្ដើមមើលការអភិវឌ្ឍខ្លួនយើងគឺជាអ្វីមួយដែលថាយើងគួរធ្វើរាល់ថ្ងៃពេញមួយជីវិតព្រោះវាមិនមែនជាអ្វីមួយដែលថាយើងធ្វើនៅសាលាចប់យើងរៀនហើយចប់ប៉ុន្តែពិភពលោកផ្លាស់ប្ដូរតម្រូវការវាថ្មីអញ្ចឹងយើងនៅតែត្រូវក្នុងការ upgrade ខ្លួនយើងទៅមុខរហូតហើយទី3គឺថាយើងស្គាល់យល់ដឹងហើយនឹងចេះយកអានោះtechnology អីហ្នឹងយកមកប្រើដើម្បីបម្រើនៅតម្រូវការរបស់យើងហ្នឹងយើងកុំគិតថាយើងចេះនៅស្គាល់នឹង technology យើងប្រើថ្ងៃហ្នឹងហើយប៉ុន្តែយើងត្រូវបើកចិត្តក្នុងការយល់ដឹងនឹងការប្រើប្រាស់នៅ technology នៅពេលអនាគតព្រោះថា technology វាអាចមានច្រើនទៀតនៅពេលអនាគតអូខេនេះសំខាន់ថាវាមានប្រយោជន៍ក្នុងការផ្លាស់ប្ដូរការគិតរបស់យើងតាក់ទងពីការងារជាពិសេសគឺថាត្រៀមខ្លួនយើងនៅពេលអនាគតពេលដែលពិភពលោកផ្លាស់ប្ដូរព្រោះថាពិភពលោកផ្លាស់ប្ដូររហូតអញ្ចឹងយើងអាចធ្វើពិភពលោកវាឈប់ទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺមានតែត្រៀមខ្លួនធ្វើឲ្យខ្លួនយើងរឹងប៉ឹងនៅពេលនេះឡើង